មានការធ្លាក់ឈាមដែលពុំមែនជាថ្ងៃមករដូវវាជាបញ្ហាបែបណាអញ្ចឹងសម្រាប់ការធ្លាក់ឈាមដែលបងប្អូនស្ត្រីកំពុងតែជួបវាអាចនឹងជាបញ្ហាមួយដែលបង្ហាញថាស្ត្រីកំពុងមានការកើតមានដុំគិះដុំសាច់នៅនឹងដៃស្បូនទី2អាចនឹងមានការរលាកស្បូនរលាកមាត់ស្បូនឬក៏រលាកទៅនឹងស្រទាប់រដូវដែលធ្វើឲ្យការមករដូវរបស់បងប្អូនមានការប្រែប្រួលបូករួមជាមួយនឹងការដែលបងប្អូនមានកូនក្រៅស្បូនក៏ធ្វើឲ្យបងប្អូនមានការធ្លាក់ឈាមខុសធម្មតាដូចគ្នានិងសម្រាប់បងស្ត្រីដែលគាត់ត្រៀមចិត្តអស់រដូវវ័យដែលចិត្តអស់រដូវគឺគាត់ជួបជាមួយនឹងបញ្ហាទៅលើការធ្លាក់ឈាមខុសប្រក្រតីអញ្ចឹងបើសិនជាក្នុងករណីបងប្អូនមានបញ្ហាធ្លាក់ឈាមខុសធម្មតាបងប្អូនគួរតែឆែកសុខភាពឲ្យបានត្រឹមត្រូវដោយជៀសវាងមានផលប៉ះពាល់បើសិនជាមានគិះបានព្យាបាលលឿនបើសិនជាមានការរលាកមាត់ស្បូនបងប្អូនគួរតែប្រញាប់ព្យាបាលបានលឿនដូចគ្នាព្រោះនៅពេលណាដែលមានការធ្លាក់ឈាមបែបនេះសម្រាប់ស្ត្រីគឺវាមានផលរំខានដែលធ្វើឲ្យស្ត្រីអារម្មណ៍អត់ល្អអាសា stress ឬក៏